ថ្ងៃនេះយើងមកចៀនត្រីជាមួយនឹងទឹកអំពិលទុំគ្រាន់តែឃើញត្រីចៀនរបស់យើងនឹងថាទំនងមែនតែនក្រៀមៗបែបនេះមកជាមួយទឹកម្ជូរអំពិលទុំចេះមកថារឹតតែត្រូវតែយើងចៀនត្រីឲ្យតែឆ្អិនសព្វល្អក្រៀមចេះមកដឹងតែឆ្ងាញ់តែម្ដងជាមួយបាយវិញថារឹតតែជាតិមើលណែយើងដាក់អង្ករទៅវាជាប់គ្នាបានល្អតែក្រៀមល្អមែនតែនត្រីនេះតែមើលទៅស្ងៀមតែម្ដងអស់បាយមួយចានពីរចាន ចំណែកគ្រឿងផ្សំហ្នឹងគឺយើងមានត្រីនេះយើងខ្ញុំដាក់ចំនួន2ប៉ុន្តែយើងអត់យកខាងក្បាលទេថែមជាមួយដល់ខ្ទឹមសខ្ទឹមក្រហមម្ទេសទឹកជាមួយនឹងអំបិលទុំអីមកថាលាយគ្រឿងទៅចូលជាតិតែម្ដងត្រីនេះយើងបានត្រីស្រស់ៗបែបនេះមកថាអូយវាបំពងទៅឆ្ងាញ់មែនតែនមានអាជាតិជាមួយនឹងខ្លាញ់នេះទៀតថាដាក់ទៅចូលជាតិតែម្ដងជាដំបូងគឺយើងចាប់ផ្ដើមមកធ្វើត្រីនេះនាងខ្ញុំកោស ឲ្យវាអស់ជាតិរំអិលអីហើយយើងច្របាច់អំបិលតិចក៏បានដែរបន្ទាប់មកយើងលាងទឹកឲ្យស្អាតកាត់វាជាកង់ខ្ញុំយកតែខ្លួនវាមកបំពងទេខ្ញុំយកក្បាលទេក្បាលយើងទុកស្រោអីផ្សេងចឹងទៅជាដំបូងគឺយើងដាក់ខ្ទះយើងដាក់ខ្លាញ់ឲ្យក្តៅយើងបន្ថែមជាមួយនឹងម្សៅបំពងបន្តិចដើម្បីកុំឲ្យពេលបំពងទៅវាជាប់ខ្ទះទៅពេលដែលយើងដាក់អីហើយក្តៅឆ្អិនអីហើយគឺយើងចាប់ផ្ដើមដាក់ត្រីបំពងពេលដែលយើងដាក់វាចៀនគឺយើងបើកភ្លើងហឹមៗដើម្បីឲ្យសាច់ត្រីឆ្អិនល្អនៅពេលដែលយើងបំពងត្រីអញ្ចឹងទៅយើងចាប់ផ្ដើមឆ្លៀតមកហាន់ទឹកខ្ទឹមក្រហមអីទៅទឹកខ្ទឹមនេះយើងដាក់បានពណ៌ស្អាតទៅកាត់ឆ្អិតដូចគ្នាខ្ទឹមក្រហមខ្ទឹមសដាក់ចូលមកថាអូយជាតិមែនតើទៅពេលដែលធ្វើទឹកអំបិលទុំចេះមកថាអូយចំណងមែនតើពណ៌ឡើងស្រស់ថែមជាមួយម្ទេសយើងចង់ដាក់ប៉ុណ្ណាទៅតាមការចូលចិត្តរបស់យើងតិចច្រើនតាមការហឹររបស់យើងញ៉ាំបានម្ទេសនេះខ្ញុំហាន់ច្រើនតែខ្ញុំដាក់តែបន្តិចទេហើយយើងមកមើលគ្រឿងផ្សំធ្វើទឹកអំបិលរបស់យើងខ្ញុំដាក់អំបិលដាក់ស្ករហើយបន្ថែមជាមួយនឹងប៊ីចេងបន្តិចបន្ទាប់មកគឺយើងដាក់ទឹកឆ្អិននេះយើងដាក់ទឹកក្តៅឧណ្ហៗតិចមកដើម្បីឲ្យរលាយគ្រឿងនឹងចូលគ្នាហើយបន្ទាប់មកគឺយើងដាក់ជាមួយនឹងអំបិលទុំនៅពេលដែលយើងដាក់អញ្ចឹងយើងមើលទៅយើងបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមមកថាអូយរឹតតែទំនងមែនតើហើយបន្ថែមជាមួយនឹងស្លឹកខ្ទឹមហើយម្ទេសចេះមកពណ៌ចម្រុះតែម្ដងអូយគ្រាន់តែឃើញនឹងថាត្រូវជាតិគ្នាតែម្ដងជាមួយថៃបំពងនេះហើយទឹកត្រីនេះយើងអាចដាក់ញ៉ាំជាមួយអីផ្សេងក៏បានដែរពុកម៉ែបងប្អូនញ៉ាំជាមួយលៀសញ៉ាំជាមួយអីផ្សេងទៀតក៏រឹតតែត្រូវប្តីខ្ញុំវិញដាក់ជាមួយនឹងនំបញ្ចុកអីទៀតថាអូយត្រូវគ្នាមែនតើនេះហើយឥឡូវកន្លែងមកមើលត្រីរបស់យើងវិញថាអំពងចាប់ផ្ដើមក្រៀមអីល្អហើយគឺយើងចាប់ផ្ដើមប្រែវាហើយដាក់វាបំពងឲ្យបានតិចចឹងទៅដើម្បីឆ្អិនត្រីសក់ចូលមកឃើញខាងពងចឹងនៅដៃកកដៃអីមួយគ្រឿងចេះទៀតរត់ទៅត្រូវហើយនៅពេលដែលយើងបំពងរួចឆ្អិនហើយយើងទុកឲ្យស្រស់ជីខ្លាញ់តិចមកនេះយើងដាក់មកអូយមើលទៅល្អមែនតើថាក្រៀមស្រួយស្រេះតែម្ដងបានថៃចេះមកហើយជាមួយទឹកអំបិលទុំចេះមកអូយជាតិមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះយើងកន្លែងមកមើលយើងដាក់ឆានមកជាមួយនឹងទឹកអំបិលទុំរបស់យើងចេះមកអូទំនងណាស់នេះដួសមួយចានទូចមកដាក់ជាមួយគ្នារឹតតែត្រូវទៀតចឹងអីនេះអស់បាយចុះបាយមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយទឹកអំបិលទុំនេះយើងខ្ញុំអត់មានដាក់ទឹកត្រីអីទេយើងធ្វើជារបៀបទឹកអំបិលទុំជាមួយនឹងអំបិលហើយមើលទៅនេះអូយនឹកឃើញចឹងណានឹកឃើញជាមួយខ្យងខ្ចៅជាមួយនឹងលៀសអីថារឹតតែត្រូវទៀតអូយស្រក់ទឹកមាត់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណពុកម៉ែបងប្អូនរបស់គ្នាដែលបានទស្សនាតាមពីដើមដល់ចប់កុំភ្លេចជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook ផងបាយបាយ